ស្ដីបងបាទថ្ងៃនេះមកបង្ហាញពីការរុំស្បែកសម័យពីដើម3-4ឆ្នាំមុនយើងគេរុំអាស្បែកនេះនៅខាងក្នុងមែនទេបាទបច្ចុប្បន្ននេះគេរុំស្បែកអានេះនៅខាងក្នុងទេគេដាក់នៅខាងក្រៅចេះវិញដើម្បីការពារនេះការពារកដាស់ហើយទុកបានយូរกระดาษនេះវាមិនហែកពេលខ្យល់មកមិនបញ្ហាអីផ្សេងក៏វាការពារបានសត្វអត់ការពារបានហ្នឹងហើយពេលវាជ្រុះវាអីមកវាធ្លាក់មកជាប់នៅស្បែកហ្នឹងចាដូច្នេះវាក៏អីដាក់ស្បែកខាងក្រៅវិញទៅឆ្នាំអីប្រហែលឆ្នាំនេះគេអាប់ដេតដាក់ស្បែកខាងក្រៅវិញណាបងប្អូនហ្នឹងហើយបាទមិនដាក់ខាងក្នុងទេបាទដាក់ក្នុងกระดาษយើងវាអាចឆាប់ខូចឆាប់អីចឹងខ្យល់មកវាដាច់អីវាលហើយអញ្ចឹងណាហ្នឹងហើយដូច្នេះនៅនេះក៏ព្យាយាមអាប់ដេតថាទៅថ្មីវិញដើម្បីឲ្យយើងយល់អំពីការប្រើប្រាស់ស្បែកនៅវិចចាប់ផ្លែលម៉ើហ្នឹងបងប្អូនបាទមួយទៀតបើយើងពាត់វាភាគច្រើនយើងពាត់វាបាក់គល់ផ្លែយើងធ្វើម៉េចកុំពាត់អញ្ចឹងពាត់វាត្រឹមតែគល់ហ្នឹងមិនបាច់ពាត់ខ្លាំងទេអញ្ចឹងវាធ្លាត់ឲ្យផ្លិតនឹងបាក់គល់ដូច្នេះបងប្អូនព្យាយាមឲ្យមើលកន្លែងណាពេលគេបត់គេទាញបត់ក៏ទាញភាគច្រើនក៏ទាញទៅធៀងសពោវាមកបាទសពោវាមកបត់មកហើយកុំទាញគល់ប្រយ័ត្នវាបាក់គល់បាទអញ្ចឹងចេះអីកុំទាញមកអញ្ចឹងទាញអញ្ចឹងឲ្យបានទេទាញទៅរកអានេះវាព្រោះអានេះវាធ្វើម៉េចឲ្យទៅតាមនោះបាទដូច្នេះបងប្អូនស្វែងយល់តេតួងការបត់ឲ្យផ្លែលម៉ើនឹងសពោលម៉ើនឹងបាទហ្នឹងហើយបងប្អូនបាទសូមអរគុណ